ខ្ញុំសុំទោសលោកជីហួរផងដែលហៅថាអាចឈួតខ្ញុំមិនបានតាំងចិត្តពិតមែនដោយសារតែអារម្មណ៍ខ្ញុំពេលនោះគ្រប់គ្រងមិនបានឲ្យខ្ញុំសុំទោសផងបានហើយគ្រាន់តែឲ្យនិយាយសុំទោសខ្ញុំប៉ុណ្ណឹងមិនបានឲ្យមកបើកកកាយស្អីច្រើនបែបនេះនោះទេជីហូដឹងថានាងចង់បញ្ឈឺតែគេក៏មិនថាអីនោះដែរនោះព្រោះតែអ្នកនៅចំពោះមុខមិនបានធ្វើឲ្យគួរឲ្យស្អប់ទេផ្ទុយទៅវិញមិនថានាងធ្វើទឹកមុខបែបណាក៏គួរឲ្យស្រឡាញ់ទាំងអស់បើមិនជាប់មានភារកិច្ចសំខាន់គេក៏ប្រហែលជានៅញ៉ាស់មនុស្សស្រីម្នាក់នេះឲ្យបានយូរហើយព្រោះវាធ្វើឲ្យគេមានសេចក្តីសុខមួយយ៉ាងដែរសម្រាប់ថាខ្ញុំទៅបានហើយឬនៅអញ្ជើញជីហូព្រមលែងដៃតែក្រសែភ្នែកដ៏មុតនោះបែរជាសម្លឹងមើលនាងមិនដាក់ភ្នែកឡើយស្លាប់ហើយគេមិនចង់ឃ្លាតពីរាងដ៏ស្រស់ស្អាតនៅចំពោះមុខគេសោះឡើយជីហូប្រាប់ខ្លួនឯងក្នុងចិត្តពេលបានទៅចិត្តនាងគេក៏ចង់ស្និទ្ធស្នាលជាមួយនឹងនាងឡើងមកទាំងដែលទើបតែបានជួបមុខគ្នាលើកដំបូងអរគុណការពិតយ៉ាងណានាងក៏មិនចង់បង្កជាមួយនឹងគេទៀតដែរបែកផ្លូវគ្នាទៅល្អជាងមកឆ្លោះគ្នាបែបនេះហើយនៅពេលជីហូបំរុងដើរចេញពីនាងក៏មានសម្លេងមួយស្រែកធ្វើឲ្យគេកំពុងឈានជើងចេញទៅធ្វើតាមទូនីតិក៏បែរជាទៅមើលម្ចាស់សម្លេងហៅនោះដោយការប្លែកចិត្តអេរៀងខ្ពស់របស់កំឡោះបរទេសដើរតម្រង់មករករៀងស្ដើងព្រមទាំងចាប់ដៃរហូតធ្វើឲ្យជីហូមានអារម្មណ៍ខឹងទាំងមិនដឹងមូលហេតុព្រោះគេទើបនឹងចាប់ដៃនាងអំបញ្ញមិញដែរមិនឲ្យខឹងមិនមិនតែប៉ុណ្ណោះនាងនឹងហើយគឺជាកូនស្រីរបស់លោកគីស៊ូដែលគេបានទទួលតួនាទីពីលោកប៉ារបស់គេមកទទួលនាងដែលនេះបងបាត់ទៅណាខ្ញុំស្មានថាបងលួចទៅផ្ទះចោលខ្ញុំឲ្យនៅទីនេះម្នាក់ឯងហើយតាព្រោះនាងគិតថាដេនីធ្វើដូចនាងថាទៅនាងនិយាយតមាត់ទៅវិញរួចក៏ដកដង្ហើមធំដោយសារខឹងអ្នកដែលបណ្ដោយឲ្យនាងត្រូវប្រឈមនឹងមនុស្សរោគចិត្តម្នាក់ឯងក៏គួរឲ្យក្តៅប្រាប់ថាសុំទៅបន្ទប់ទឹកតែមួយផ្លែតក៏បាត់តែម្ដងធ្វើដូចមិនបារម្ភពីនាងដែលទើបតែមកពីកូរ៉េលើកដំបូងនោះទៅតែសោះចៃដន្យលោកប៉ាបងតែមកទើបនិយាយជាមួយគាត់មួយផ្លែតក៏ភ្លេចហើយកុំខឹងអីមើលចុះមុខលែងស្អាតអស់ហើយដេនីកំឡោះកូនកាត់អាមេរិកបារាំងប្រញាប់និយាយយ៉ាងយកចិត្តទុកដាក់និងទាញរៀងស្អាតមកអោបជាការលួងលោមនិងជាការសំទោសដែលធ្វើឲ្យនាងរងចាំកុំធ្វើបែបនេះតទៅទៀតអីណាដេនីទីនេះកូរ៉េមិនមែនកាណាដាទេក្រែងនៅកាណាដាបងធ្លាប់ធ្វើបែបនេះដែរតើអីតែនៅទីនេះវាមិនដូចគ្នាទេជាពិសេសរឿងវប្បធម៌លោកប៉ាប្រាប់ថាមានរឿងច្រើនដែលអ្នកនៅទីនេះទទួលយកមិនបានដោយបងកំពុងតែធ្វើនេះជាដើមគ្រាន់តែអោបតើមិនបានថើបឯណាដល់ប្រយោគក្រោយស៊ូហាបានធ្លាប់បើកឱកាសឲ្យគេបានដឹងតែដោយសារនាងនិងគេសេពគប់គ្នារហូតដឹងចិត្តទើបព្រមឲ្យគេធ្វើបានត្រឹមតែអ្វីដែលគេនិយាយចេញមកប៉ុណ្ណោះទោះបីនាងធំដឹងក្តីនៅទីនោះតែក៏មិនមែនមានន័យថានាងងាយទៅតាមពពួកស្ត្រីនារីនៅទីនោះរហូតនោះឡើយគ្រួសារនាងគឺជាជនជាតិកូរ៉េនៅតែប្រកាន់ខ្ជាប់ទំនៀមទម្លាប់ប្រពៃណីកូរ៉េដែលបានអប់រំនាងតាមច្បាប់ស្រីដែលគ្រប់គ្នាគួររៀនសូត្រតាមគ្រាន់តែនាងឲ្យគេថើបថ្ពាល់ក៏ចាត់ទុកថាហួសហេតុពេកណាស់ទៅហើយប៉ុន្តែគេក៏ជាមនុស្សល្អក្នុងក្រសែភ្នែករបស់នាងមកជាច្រើនឆ្នាំដែររឿងប៉ុណ្ណឹងមានដែរឬដែលអ្នកដែលដឹងចិត្តឲ្យគ្នាខ្លះមិនបានវាមិនមែនជារឿងធំដុំបាត់បង់អ្វីឯណាដែរនេះអូខេបងយល់ហើយតោះយើងទៅពេលនេះអ្នកមកចាំទទួលអូនគឺប្រហែលជាគេកំពុងរងចាំហើយតែដឹងដេនីលយល់ព្រមព្រោះមិនចង់ឆ្លោះជាមួយនឹងមិត្តស្រីរបស់ខ្លួនស៊ូហាជាមនុស្សឆាប់ខឹងមិនងាយបាត់រឿងនេះគេបានដឹងទើបមិនចង់មានរឿងបន្តទៀតចំណែកជីហូដែលឈរនៅមិនឆ្ងាយពីគ្នាប៉ុន្មានបានលឺគ្រប់យ៉ាងពេញត្រចៀកទើបឈានជើងចូលទៅរកដោយទឹកមុខមួម៉ៅគេក៏ស្ទើរតែមិនយល់សោះថា
មានអ្វីកើតឡើងចំពោះនាងទើបបានជាមានអារម្មណ៍ខឹងនឹងមនុស្សស្រីម្នាក់នេះហួសថ្លែងបែបនេះជាពិសេសពេលឃើញនាងស្និទ្ធស្នាលនឹងបរិះដតីនៅចំពោះមុខដូចនេះម្យ៉ាងទៀតមើលទៅដូចជាចង់អោបរិទ្ធគ្នាជាមួយនឹងបរិះនៅចំពោះមុខគ្រប់ពេលទៀតផងធ្វើឲ្យគេទើសចិត្តមែនតែនតែគេបណ្ដោយឲ្យការខឹងទាំងនោះមកមានឥទ្ធិពលចំពោះខ្លួនគេបានយ៉ាងម៉េចបើនាងក៏បានខ្លាចជាកូនដណ្ដឹងកូនចៅយាយគេទៅហើយប៉ុន្តែយ៉ាងណាក៏គេទ្រាំមើលនាងល្អុកល្អឿនជាមួយប្រុសផ្សេងមិនបានដដែលរៀងខ្ពស់លេចចេញមកនៅចំពោះមុខអ្នកទាំងពីរក៏បានបង្កើតភាពភ្ញាក់ផ្អើលដល់អ្នកទាំងពីរជាខ្លាំងជាពិសេសគឺស៊ូហាណែលោកនៅមិនតាន់ទៅទៀតអស៊ូហាសួរឯកាងឿឆ្ងល់ព្រមទាំងបើកភ្នែកធំធំពេលឃើញគេឈានជើងចូលមករកនាងម្ដងទៀតល្អហើយដែលលើកនេះនាងមានដនីបើនៅជាមួយបានក្រាន់គ្នាមិនអញ្ចឹងទេប្រហែលជាគិតថាគេមានបំណងអាក្រក់មិនខានបើមិនមកបង្ហាញខ្លួននៅចំពោះមុខនាងពីរបីដងបែបនេះដូច្នោះស៊ូហាចាប់ដៃដេនីយ៉ាងជាប់ធ្វើឲ្យដេនីមើលទៅនាងយ៉ាងពេញចិត្តរួចងើបមុខមើលជីហ៊ូយ៉ាងសង្ស័យមិនយល់សោះថាស៊ូហាទៅស្គាល់នឹងបរិះម្នាក់នេះតាំងពីពេលណានាងឈ្មោះអីជីហ៊ូសួរនាងត្រង់ហេតុអីខ្ញុំត្រូវប្រាប់លោកនោះមែនហើយលោកចង់ស្គាល់ឈ្មោះសង្សារខ្ញុំធ្វើស្អីដេនីនិយាយស៊ូហាក៏គំរាមគេមកតាមរយៈក្រសែភ្នែកថាមិនសមសោះដែលហ៊ានប្រើពាក្យសម្ដីបែបនេះដាក់នាងវាដូចជាលឿនពេកហើយដែលគេប្រើពាក្យនេះទោះបីជាគេជាបរិះដែលបានស្គាល់ចិត្តនឹងថ្លើមស្និទ្ធស្នាលជាមួយនាងខ្លាំងប៉ុណ្ណាក៏ដោយតែនាងនៅតែរក្សាមិត្តភាពរវាងនាងនិងគេដើម្បីកុំឲ្យក្រុមគ្រួសារនាងមានបញ្ហាហើយនាងក៏មិនពេញចិត្តនឹងបរិះគ្រប់គ្នាដែលមកញ៉ែនាងនោះដែរខ្ញុំមិនបានសួរលោកទេចាំមិនសម្រាប់ថានាងឈ្មោះអីជីហ៊ូឆ្លើយទៅដេនីរួចធ្វើជាមិនចាប់អារម្មណ៍ហើយបែរមុខមកខាងស៊ូហាវិញប្រាប់មិនបានទៀតហើយថាហេតុអ្វីរាល់លើកដែលគេសម្លឹងមើលទៅមេបញ្ហានេះចិត្តគេក៏កើតមានអារម្មណ៍ច្របូកច្របល់ដោយមិនដឹងខ្លួនបារម្ភច្រណែនប្រច័ណ្ឌហើយអារឿងគេយល់ព្រមនឹងលោកប៉ារបស់គេថាព្រមលើកស៊ូហាឲ្យទៅឆេជុនជាកូនចៅគេនោះតែគិតយ៉ាងម៉េចទៅបើគេមានអារម្មណ៍សោកស្ដាយកូនដណ្ដឹងរបស់ខ្លួនបាត់ទៅហើយនឹងខ្ញុំមិនចាំបាច់ប្រាប់លោកនោះទេតោះយើងទៅដេនីស៊ូហាបែរជាទៅចាប់ដៃរបស់ដេនីហើយឈានជើងចេញទៅបន្ទាប់ពីបោះសម្ដីមិនគួរឲ្យចាប់អារម្មណ៍ទៅលើជីហ៊ូមនុស្សសម័យនេះមុខមាត់ស្អាតបានមិនគួរណាកាត់រោគចិត្តសោះណោះស៊ូហារអ៊ូចេញមកតិចជីហ៊ូរូបសង្ហាម្នាក់នេះមិនគួរមកខ្លាចជាមនុស្សបែបនេះនោះឡើយនាងគឺជាកូនស្រីរបស់លោកពូគីស៊ូមែនទេឈ្មោះនោះបានបង្ខំឲ្យជើងដ៏ស្រឡូនស្អាតនិងចង្កេះដ៏មូលខ្លំឈប់ដើរទៅមុខមួយរំពេចមុននឹងផ្ទៃមុខដ៏ស្រស់ស្អាតបែរមកមើលយ៉ាងឆ្ងល់ថាមិនបានជាមនុស្សរូបចិត្តម្នាក់នេះស្គាល់លោកប៉ារបស់នាងដែរឬមួយក៏លោកជាអ្នកណាបានប្រាប់ខ្ញុំសិនមកស៊ូហាសួរត្រឡប់ទៅវិញខណៈដែលរងចាំចម្លើយពីភាគីម្ខាងទៀតដោយមិនកម្រើកខ្លួនទៅណាបើនាងឈ្មោះស៊ូហាខ្ញុំគឺជាអ្នកមករងចាំទទួលនាងនឹងហើយប្រយោគនេះបានទាញជើងរបស់នាងឲ្យឈានមករកគេយឺតមុននឹងមកឈប់នៅមុខគេដែលកំពុងតែបាញ់ក្រសែភ្នែកមករកនាងមិនដាក់ភ្នែកនោះឡើយមិនបានជាលោកស្គាល់ឈ្មោះរបស់ខ្ញុំគឺលោកប៉ានាងប្រាប់ខ្ញុំប៉ាខ្ញុំមកមែនហើយមិនបានជាលោកស្គាល់ប៉ាខ្ញុំគាត់គឺជាមិត្តភក្តិប៉ាខ្ញុំហើយគាត់ក៏បានពឹងខ្ញុំមកឲ្យទទួលនាងនៅទីនេះផងដែរទឹកមុខធម្មតាគ្មានអារម្មណ៍និយាយបែបប្រាប់អីបន្តិចប៉ុន្តែក្នុងចិត្តគេវិញបែរជាមានអារម្មណ៍ជាច្រើនចំពោះនាងរហូតគួរឲ្យភ្ញាក់ផ្អើលដោយគេមិនដឹងថាគេត្រូវរកមធ្យោបាយពីណាមកដោះស្រាយ
ដើម្បីឲ្យរឿងរ៉ាវប្រែមកដូចដើមដោយលោកប៉ារបស់គេបានប្រាប់ពីដំបូងឬមួយក៏លោកគឺជាកូនរបស់លោកអ៊ំជីហ៊ូមែនទេខ្ញុំដឹងហើយអាយ៉យសុហាឧទានក្នុងចិត្តពេលនឹកឃើញការពិតនាងគួរតែនឹកឃើញតាំងពីដំបូងដែលគេណែនាំខ្លួនមុនមកម្លេះពេលគេបង្ខំឲ្យនាងសុំទោសគេថែមទាំងមុននេះប៉ានាងក៏បានទេមកប្រាប់នាងថាបងជីហ៊ូស្អីគេនោះនឹងមកចាំទទួលដោយខ្លួនឯងទៀតផងគឺដោយសារតែនាងមិនព្រមហើយក៏មិនធ្លាប់ឃើញមុខផងនោះធ្វើឲ្យគេចាំយូរដល់ថ្នាក់នេះ